បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបន្តមកដល់អនុគម Logrit ដដែលបាទដល់ចំណុចវិស្ម័យការបាទថ្ងៃមុនយើងដោះស្រាយសមីការបាទថ្ងៃនេះយើងចូលដល់វិស្ម័យការបាទអញ្ចឹងចំណុច4បាទចំណុចទី4មាន2បាទគឺចំណុច4.1យើងនិយាយពីសមីការចំណុច4.2គឺតកតងជាមួយនឹងវិស្ម័យការបាទអញ្ចឹងមុននឹងយើងទាញជាទូទៅលោកគ្រូមានឧទាហរណ៍បាទមួយដែលមានលំហាត់ចំនួន3បាទដោះស្រាយសមីការបាទកខហើយនិងកបាទអញ្ចឹងកុំឲ្យខាតពេលយើងចាប់ផ្ដើមមើលដំណោះស្រាយបាទចំពោះចំណុចកវាដូចនឹងសមីការដែរដើម្បីដោះស្រាយវិសមីការបងអូនត្រូវឲ្យលក្ខខណ្ឌបាទលក្ខខណ្ឌគឺយើងដឹងហើយលោក grid បណ្ដោយសារគោលបន្វានេះបាទជាចំនួនអញ្ចឹងយើងអត់ឲ្យលក្ខខណ្ឌទេយើងឲ្យលក្ខខណ្ឌតាន័យបន្វាអញ្ចឹងដើម្បីឲ្យបាទវិស្ម័យការនឹងមានន័យលុះត្រាតែ x បូក2នឹងធំជាង0បាទអញ្ចឹងយើងទាញទុកមួយបាទនេះគឺជាលក្ខខណ្ឌមួយដែលធ្វើឲ្យវិស្ម័យការនឹងមានចម្លើយសំណុំចម្លើយបាទពេលដែលយើងឲ្យលក្ខខណ្ឌហើយយើងប្រើលក្ខណៈធម្មតានៅពេលដែលគោលធំជាង1បាទវាអត់ដូរទិសដៅទេបាទអញ្ចឹង x បូក2ធំជាង2បាទអញ្ចឹងយើងទាញមកបាទ x ធំជាង0ពីព្រោះយើងរុញមកគឺ x ធំជាង0បាទ x ធំជាង0ផ្គុំជាមួយនឹង x ធំជាងដក2បាទអញ្ចឹងចម្លើយវិស្ម័យការរបស់យើងគឺបាទ x ធំជាង0បាទនេះវិស្ម័យការរបស់យើងបាទបងប្អូនយកប៉ុន្មានក៏បាននៅពេលដែលធំជាង0យើងជួសទៅបាទលោកគោល3នៃបាទធំជាង0បូក2គឺធំជាង2ហើយអញ្ចឹងធំជាង2វាធំជាងអាទី2នេះហើយបាទចំពោះចំណុចខបាទខដូចគ្នាដែរប៉ុន្តែអានេះខាងយើងទៅជាលោកគោល10បាទអញ្ចឹងដើម្បីឲ្យវិស្ម័យការមានចម្លើយមានសំណុំចម្លើយលុះត្រាតែ x បូក2ធំជាង0លក្ខខណ្ឌគឺដដែលបាទអានេះបាទបងអាចសរសេរមិនដែរអាមួយនេះយើងអាចសរសេរលោកគោល10នៃបាទ10ពេលដែលយើងបានលោកដូចគ្នាហើយយើងលុបលោកចេញបាទយើងបាន x បូក2បាទធំជាង10បាទយើងទាញមក x ធំជាង8បាទលក្ខខណ្ឌរបស់យើងនេះគឺ x ធំជាង12ដល់ពេលវិស្ម័យការរបស់យើងដោះមកគឺ x ធំជាង8បាទអញ្ចឹងកន្លែងហ្នឹងគឺយើងយកបាទ x ធំជាងបាទ8តែម្ដងបាទលំហាត់គគឺបើមើលគោលបាទគោលរបស់វាគឺធំជាង0ប៉ុន្តែវាតូចជាង1បាទ 2x ដក1បាទតូចជាងបាទឬស្មើ2បាទអញ្ចឹងដើម្បីឲ្យវិស្ម័យការមានចម្លើយគឺយើងឲ្យលក្ខខណ្ឌដដែល 2x ដក1ធំជាង0បាទអញ្ចឹងបងប្អូនទាញមកគឺ x ធំជាងកន្លះបាទរុញមកគឺ 2x ធំជាង1អញ្ចឹងយើងចែកអង្គទាំងពីរនឹង2បាទនៅពេលដែលយើងឲ្យលក្ខខណ្ឌហើយគឺយើងដោះធម្មតាបាទកន្លែងនេះយើងអាចទៅសេអា2នេះខ្ញុំអាចទៅសេលោកគោលកន្លះនៃ1លើ2បាទសេគុណ2ពីព្រោះបើសិនជាយើងធ្លាក់មក2លោកគោលកន្លះនេះកន្លះស្មើ1បាទពេលដែលយើងបានលោកអញ្ចឹងហើយដោយសារគោលបន្វាធំជាង0តូចជាង1អញ្ចឹងវាដូរទិសដៅពីតូចជាងឬស្មើមកធំជាងឬស្មើវិញ1លើ4ដោយសារ1លើ2លើកជាការ៉េហើយបងទាញមកកន្លែងនេះបាទខ្ញុំហុញ1មកបូកមកអានេះបាន4 4បូក1 5អញ្ចឹង5លើបាទ5លើ4ដល់ពេលយើងចែកអង្គទាំងពីរនឹង2ទៀតយើងបានបាទ5លើ8អញ្ចឹង5លើ8ហើយនឹងលក្ខខណ្ឌដើមរបស់យើងគឺ x ធំជាងកន្លះបាទអញ្ចឹងបាទ5លើ8វាធំជាងកន្លះអញ្ចឹងចម្លើយរបស់យើងគឺ x ធំជាងឬស្មើ5លើ8ឬក៏បងអាចសរសេរ x ជារបស់5លើ8ទៅបូកអាណនបាទកន្លែងនេះយើងទាញជាទូទៅចំពោះវិស្ម័យការបាទបើសិនជា a ធំជាង1បាទវិស្ម័យការរបស់យើងគឺអត់ដូរទិសដៅទេបាទមានន័យថាបាទលក្ខខណ្ឌរបស់វានៅដដែលដំបូងយើងឲ្យ s ធំជាង0សេធំជាង0ទិសដៅតូចជាងដូចគ្នាធំជាងដូចគ្នាដល់នៅពេលដែល a ធំជាង0តូចជាង1បាទកន្លែងនេះលក្ខខណ្ឌគឺ s ហើយ z ធំជាង0ដដែលប៉ុន្តែនៅពេលដែលអានេះតូចជាងបាទអានេះវាធំជាងបាទអញ្ចឹងអានេះរូបមន្តទូទៅសម្រាប់បាទវិស្ម័យការយើងបាទអញ្ចឹងលោកគ្រូមានឧទាហរណ៍2បាទដោះស្រាយវិស្ម័យការនេះបាទកលោកគោល3នៃ 2x ដក1ធំជាងលោកគោល3នៃ x បូក1ដល់ពេលខលោកគោល4នៃ 4x
ធំជាង local 4 នៃ 3x បូក4បាទឥឡូវយើងមើលដំណោះស្រាយទាំងអស់គ្នាបាទចំពោះកនេះដើម្បីឲ្យវិសមីការមានចម្លើយលុះត្រាតែបាទពី x ដក1ធំជាង0ហើយនឹង x បូក1ធំជាង0យើងទាញមកគឺបាទ x ធំជាងកន្លះហើយនឹង x ធំជាងដក1ប្រសពទៅគឺយើងបាន x ធំជាងបាទកន្លះបាទបន្តមកទៀតនៅពេលដែលយើងឲ្យលក្ខខណ្ឌហើយគឺយើងប្រើលក្ខណៈបន្លករីតបាទយើងដោះលោកចោលមកបាទពី x ដក1ធំជាង x បូក1បាទខ្ញុំរុញ x មកនេះអញ្ចឹងខ្ញុំបាន x បាទរុញមកនេះគឺយើងបាន2អញ្ចឹង x ធំជាង2បាទ x ធំជាង2ហើយនឹង x ធំជាងកន្លះនៅពេលដែលយើងប្រសពគ្នាទៅបាទចម្លើយបន្វាគឺយើងយក x ធំជាង2បាទអញ្ចឹងចំពោះចំណុចកចម្លើយរបស់យើងគឺ x ធំជាង2បាទខយើងមានអានេះដូចគ្នាមុននឹងដោះស្រាយវិសមីការគឺយើងឲ្យបាទលក្ខខណ្ឌទៅលើបាទវិសមីការរបស់យើងគឺយើងបាន 4x ធំជាង0តាមពិតយើងឲ្យតែ x ធំជាង0ក៏បានដែរព្រោះ4នេះធំជាង0ហើយដូចគ្នាអានេះ 3x បូក4ធំជាង0បាទយើងទាញមក x ធំជាង0ហើយ x ធំជាងដក4លើក3អញ្ចឹងសរុបទៅគឺយើងបាន x ធំជាង0ពេលដែលយើងឲ្យលក្ខខណ្ឌហើយយើងប្រើលក្ខណៈ logarit បាទយើងលុបលោកចោលបាទខ្ញុំទាញមកនេះមកគឺយើងបាន4ដក 3x បាទអញ្ចឹងសរុបទៅគឺយើងបាន x ធំជាង4បាទនឹងយើងផ្សំលក្ខខណ្ឌដើមបាទនេះយើងដោះស្រាយសមីការវិសមីការរបស់យើងគឺ x ធំជាង4អានេះធំជាង0បាទគុំមកពីចូលគ្នាទៅយើងបានបាទវិសមីការរបស់យើងគឺចម្លើយបន្វាគឺ x ធំជាង4បាទទី2យើងមានឧទាហរណ៍មួយទៀតបាទគឺសមីការរបស់យើងមានកហើយនឹងខបាទដូចគ្នាដើម្បីដោះស្រាយគឺយើងឲ្យលក្ខខណ្ឌរបស់យើងគឺ 3x ដក5ហើយនឹងបាទ x បូក7ហ្នឹងធំជាង0បាទខ្ញុំដោះមកគឺ x ធំជាង5លើក3ហើយនឹង x មួយទៀតធំជាងដក7ព្រមលក្ខខណ្ឌ2ហ្នឹងគឺយើងងាត់ x ធំជាងបាទ5លើ3ពេលដែលយើងឲ្យលក្ខខណ្ឌហើយយើងដោះលោកចោលព្រោះមានលោកដូចគ្នាហើយបាទខ្ញុំរុញ x មកនេះគឺខ្ញុំបាន3ដកបាទ x ហើយយើងរុញ5មកនេះ7បូក5បាទសរុបទៅគឺយើងបាន 2x ធំជាង12បាទបងចែកអង្គទាំងពីរនឹង2មកបាទកន្លែងនេះអត់ដូរទិសដៅទេដោយសារអីគេគោលបន្វាធំជាង1បាទអញ្ចឹង x ធំជាង6 x ធំជាង6មកគុំជាមួយនឹង x ធំជាង5លើ3បាទអញ្ចឹងសរុបទៅចម្លើយរបស់យើងគឺបាទវិសមីការរបស់យើងមានចម្លើយ x ធំជាង6បាទវិសមីការខុសពីសមីការវិសមីការចម្លើយរបស់វាគឺជាសំណុំបាទចំពោះចំណុចខបាទចំណុចខវាជាសមីការបាទកន្លែងនេះលក្ខខណ្ឌរបស់វាតកតងជាមួយនឹងអនុគម degree ទី2ឬក៏យើងហៅត្រីធាដើម្បីឲ្យវាមានន័យលុះត្រាតែ x ការ៉េដក6ហ្នឹងធំជាង0ហើយលក្ខខណ្ឌមួយទៀតគឺ x ធំជាង0បាទចំពោះឥឡូវនៅពេលដែល x ការ៉េដក6ធំជាង0គឺ x របស់យើងមាន2តូចជាងឬបាទដកឬ6ហើយនឹងធំជាងឬ6នៅពេលដែលអាពីមគិចប្រសពគ្នាបាទយើងបាន x ធំជាងឬ6ពីព្រោះអានេះដឹងអត់យកអីអ្វីដែលយើងយកគឺវាវិជ្ជមានហើយធំជាងអីគេអានេះធំជាង0អានេះធំជាងឬ6អញ្ចឹងសរុបទៅគឺ x ធំជាងឬ6ពេលដែលយើងឲ្យលក្ខខណ្ឌហើយគឺយើងដោះស្រាយសមីការលុបលោកចោលបាទយើងបាន x ការ៉េដក6ធំជាង0ខ្ញុំទាញមកអង្គមកខាងមកគឺខ្ញុំបាន x ការ៉េដក x ដក6ធំជាង0បាទអញ្ចឹងយើងដោះស្រាយវិសមីការយើងអាចគូសតារាងសញ្ញាគូសអីក៏បានបាទធំជាង0អញ្ចឹងឬបន្វាគឺដក2ហើយនឹង3បាទអញ្ចឹងនៅពេលដែលយើងដោះទៅគឺយើងបាន x តូចជាងដក2ហើយនឹង x ធំជាង3បើបងប្អូនអត់ច្បាស់ទេបងប្អូនអាចគូសតារាងសញ្ញាដោយប្រើត្រីធាបាទអញ្ចឹងដោយសារវាប្រសពជាមួយនឹង x ធំជាងបាទ6អញ្ចឹងអាតូចជាងដក2នេះអត់យកហើយអញ្ចឹងអ្វីដែលយើងយកគឺ x ធំជាងបាទ3ធំជាង3ធំជាងឬ6បាទ3ធំជាងឬ6អញ្ចឹង x បាទដែលយើងយកគឺ x ធំជាង3បងប្អូនអាចទៅសេ x ធំជាង3ឬក៏ x ជារបស់ពី3ទៅបូកអណោតបាទអញ្ចឹងខ្លឹមសារមេរៀនរបស់យើងថ្ងៃនេះគឺចប់ប៉ុណ្ណឹងប៉ុន្តែមុននឹងបញ្ចប់លោកគ្រូមានឧទាហរណ៍បាទមានឧទាហរណ៍លំហាត់កិច្ចការផ្ទះចំនួន2បាទអញ្ចឹងសូមបងប្អូនជួយបាទដោះស្រាយហើយយើងផ្ទៀងផ្ទាត់ចម្លើយនៅម៉ោងក្រោយបាទ